សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Bit War Zone សាជាថ្មីម្ដងទៀតថាថ្ងៃនេះយើងនឹងមកបន្តសាច់រឿង Golden Boy ភាគទី4បន្តតដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅក្នុងសាច់រឿងទាំងអស់គ្នារឿងនេះផ្ដើមឡើងនៅកំឡុងរដូវរងាដ៏សែនត្រជាក់យើងឃើញថាតួឯកប្រុសរបស់យើងគិនថារ៉ូកំពុងតែធាក់កង់កំសត់របស់គាត់នឹងទាំងញ័រផ្លោកតែម្ដងក៏ប៉ុន្តែភ្នែករបស់គាត់បែរជាងាកទៅប៉ះអាគារមួយដែលមានអាងហែលទឹកនៅខាងក្នុងហើយគាត់ឆ្ងល់ថានៅក្នុងរដូវត្រជាក់បែបនេះហើយនៅមានអាហារទឹកទៀតស្របពេលនោះដែរស្រាប់តែមានស្រីស្អាតម្នាក់ស្លៀកឈុតស្បែករឹបតឹងសាច់យ៉ាងតាក់ទាញដើរចូលទៅក្នុងអាគារយ៉ាងមានទំនុកចិត្តគ្រាន់តែឃើញភ្លាមគិនតារ៉ូមិនមែនញ័រដោយសាររងាទេគឺបើថាញ័រសាច់ដោយសារសម្រស់ស្រីស្អាតគាត់ក៏សម្រេចចិត្តដើរតាមនាងចូលទៅខាងក្នុងដើម្បីលួចមើលនាងហែលទឹកខូចមកបែបនេះបន្តមកទៀតស្រីស្អាតរបស់យើងក៏ដឹងខ្លួនថាមានអ្នកលួចមើលក៏សួរទៅគិនតារ៉ូថាឯងចង់បានអីដោយសារតែភាពឆ្លាតវៃរបស់បរិសុទ្ធយើងគិនតារ៉ូក៏ផ្ដិតរឿងថាខ្ញុំចង់មកដាក់ពាក្យធ្វើការនៅទីនេះហើយនារីដ៏ស្រស់ស្អាតហ្នឹងក៏មានឈ្មោះថាអាយូកូនាងគឺជាម្ចាស់សាលាហែលទឹកនឹងឯងហើយក៏ជាម្ចាស់មេដាយមាសអូឡ িম্প ិកផងដែរនាងក៏ព្រមឲ្យគាត់សាកល្បងហែលទឹកដើម្បីមើលពីសមត្ថភាពហើយឈុតនេះគឺពិតជាអស់សំណើចមែនទែនបងប្អូនបើសិនបានចូលមើលរឿងពេញគឺថាអស់សំណើចមែនទែនគិនតារ៉ូលោតចូលទឹកប្រងស្រាប់តែគាត់លងទឹកស្ទើរស្លាប់ស្ទើររស់មានតែចេះហែលទឹកស្អីតាមពិតទៅគាត់គ្មានតែចេះហែលទឹកទេដែលវាផ្ទុយស្រឡះពីទឹកមុខរបស់គាត់មុននេះហើយអាយកូនិងគ្រូមុខផ្សេងទៀតក៏ចាប់ផ្ដើមសើចចំអកគាត់យ៉ាងខ្លាំងហើយបដិសេធមិនឲ្យគាត់ចូលធ្វើការនោះទេក៏ប៉ុន្តែគិនតារ៉ូមិនព្រមចោះចាញ់ឡើយគាត់ហ៊ានបបួលអាយកូភ្នាក់គ្នាទៀតផងថារយៈពេលក្នុងមួយខែគាត់នឹងអាចយកឈ្នះនាងឲ្យបានហើយបើគាត់ឈ្នះគាត់នឹងត្រូវធ្វើជាគ្រូបង្វឹកនៅទីនេះប៉ុន្តែបើគាត់ចាញ់គាត់នឹងត្រូវធ្វើអ្វីទាំងអស់តាមនាមបង្គាប់គ្រប់យ៉ាងរយៈពេល1ឆ្នាំពេញតែម្ដងងាកមកមើលការងារប្រចាំថ្ងៃរបស់គិនតារ៉ូវិញគិនតារ៉ូមិនត្រូវបានគេឲ្យទៅបង្រៀនវគ្គខ្ពស់ៗនោះទេពីព្រោះតែគាត់អត់ចេះហែលទឹកគឺគេឲ្យគាត់បង្រៀនក្មេងៗតូចៗដែលខ្លាចទឹកទៅវិញនៅទីនេះហើយដែលយើងឃើញអំពីទេពកោសល្យពិតរបស់គិនតារ៉ូគាត់មិនដែលបខំក្មេងៗឲ្យហែលទឹកនោះទេក៏ប៉ុន្តែគាត់បែរជាព្យាយាមបង្កើតហ្គេមសប្បាយៗធ្វើឲ្យក្មេងៗលេងខ្លាចទឹកទៅវិញហើយស្រឡាញ់នៅក្នុងការហែលទឹកបន្តិចម្ដងស្របពេលនោះដែរគិនតារ៉ូក៏បានលួចហាត់ហែលទឹកម្នាក់ឯងហើយគាត់ព្យាយាមវឹកហាត់ហែលទឹកជាមួយនឹងក្រុមកម្រិតខ្ពស់ឲ្យទាន់បើទោះបីជាក្បាច់ហែលទឹករបស់គាត់នោះមកទៅចម្លែកបន្តិចក៏ដោយនៅថ្ងៃមួយអាយកូឃើញពីភាពព្យាយាមនិងភាពស្វិតស្វាញរបស់គិនតារ៉ូគាត់ក៏ចិត្តទន់ហើយលោតទៅហែលទឹកជាមួយនឹងគិនតារ៉ូនាងគិតថានាងនឹងប្រហែលជាហែលលឿនជាងគិនតារ៉ូក៏ប៉ុន្តែគិនតារ៉ូដែលឃើញសម្រស់និងរាងកាយដ៏ស្រស់ស្អាតរបស់នាងនៅក្រោមទឹកស្រាប់តែគាត់មានកម្លាំងព្រឹសដូចជាខ្មោចទឹកចូលសន្ធឹកអញ្ចឹងគាត់ហែលទឹកយ៉ាងលឿនដូចជាត្រីដូហ្វីនអញ្ចឹងគ្មានទេបងប្អូនប្រឹងហែលពេកទៅជ្រុលក្បាលទៅប៉ះចំម្ដែងណែរបស់អាយកូធ្វើឲ្យអាយកូក្តៅរកជាងុំតែម្ដងបន្ទាប់មកពួកគេក៏បានឡើងគោអាយកូខឹងខ្លាំងមែនទែនក៏ប៉ុន្តែនាងបែរជាសម្លឹងឃើញថាខោរបស់គិនតារ៉ូយើងនឹងបែរជាទល់ឡើងមានអារម្មណ៍ពុះកញ្ជ្រោលសំពេនឹងយម៉ែនាងក៏ស្ទុះទៅផ្ទះគិនតារ៉ូមកកំភ្លៀងយ៉ាងខ្លាំងរហូតដល់គិនតារ៉ូស្លាប់បាត់បង់ស្មារតីតែម្ដងអូយសាហាវមែនលុះដល់យប់ឡើងគិនតារ៉ូភ្ញាក់ឡើងទាំងខ្លួនឯងអាក្រាតនៅសល់តែខោហែលទឹកមួយហើយមានខោលីអូពាក់ជាប់ក្បាលទៀតគាត់ដឹងថាត្រូវបានគេបណ្ដេញចេញបាត់ទៅហើយគាត់ក៏ជីកង់ចាក់ចេញទាំងសេចក្តីសោកសៅតែម្ដងទៅប្រហែលថ្ងៃក្រោយមកអាយកូក៏ភ្ញាក់ខ្លួនព្រឺតពីព្រោះឃើញក្មេងៗនៅក្នុងសាលារបស់គាត់នឹងពូកែហែលទឹកជាងមុនហើយសប្បាយរីករាយជាងមុនទៀតទើបនាងដឹងថាគ្រូទាំងអស់បានលួចយកវិធីសាស្ត្ររបស់គិនតារ៉ូយកមកបង្រៀនក្មេងៗហើយក្មេងម្នាក់ៗដែលធ្លាប់ខ្លាចទឹកហ្នឹងឥឡូវលេងខ្លាចទឹកអស់ហើយសួររកតែលោកគ្រូគិនតារ៉ូតែប៉ុណ្ណោះអាយកូឈរស្រក់ទឹកភ្នែកម្នាក់ឯងពីព្រោះនាងដឹងថានាងគឺពិតជាចាញ់គិនតារ៉ូពិតមែនចាញ់ត្រង់ថានាងហែលទឹកដើម្បីមេដាយមាសក៏ប៉ុន្តែគិនតារ៉ូវិញហែលទឹកដើម្បីសេចក្តីស្រឡាញ់និងសេចក្តីសុខនៅចុងបញ្ចប់នៃរឿងយើងឃើញថាគិនតារ៉ូធាក់កង់សម្ដៅទៅទីក្រុងថ្មីមួយទៀតដោយបន្សល់ទុកនូវស្នាមញញឹមនិងភាពជឿជាក់នៅក្នុងជីវិតបាទសាច់រឿងរបស់យើងក៏ឈានដល់ទីបញ្ចប់នៃភាគទី4ហើយតើបងប្អូនចូលចិត្តសាច់រឿងនេះដែរឬទេបើសិនជាបងប្អូនចូលចិត្តសូមកុំភ្លេចចុច like Subscribe Channel Bit War Zone ម្នាក់មួយផងណាហើយបងប្អូនអាច comment ពីចំណាប់អារម្មណ៍របស់បងប្អូនជាមួយនឹងរឿង Golden Boy នេះបាននៅខាងក្រោមខ្ញុំរីករាយនឹងស្វាគមន៍ជានិច្ចជាមួយនឹងការតប comment ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយសូមព្រះប្រទានពរ